ទូលព្រះមង្គមខ្ញុំគណៈខ្ញុំថ្ងៃនេះមានប្រធានបទថ្មីមួយទៀតដែលនឹងចូលខ្លួនមកដើម្បីស្រាយចម្ងល់នៅក្នុងសំណាក់ពុទ្ធបរិស័ទបងប្អូនកូនក្មួយប្រុសស្រីផងដែរដែលជាបញ្ហាចាប់បាច់និងសំខាន់សម្រាប់ការសិក្សាស្វែងយល់ហើយសឹងមានសំណួរដូចតទៅនេះសូមក្រុមជើញចាខន្តីនិងសោរចៈជាធម៌ធ្វើឲ្យល្អតើល្អយ៉ាងម៉េចទៅលោកគ្រូសូមអរគុណតកតងនឹងសំណួរនេះបងប្អូនកូនក្មួយទាំងអស់បានស្ដាប់ឮហើយរឿងសំខាន់យើងផ្ដើមចេញពីការដឹងពាក្យថាខន្តីសេចក្តីថាការអត់ធន់សោរចៈគឺការស្ងប់ស្ងៀមធម្មជាតិពីរប្រការនេះយើងងាយនឹងបានស្ដាប់ឮទេតែយើងមិនងាយនឹងធ្វើកើតអនុវត្តបាននឹងរឿងសំខាន់ខន្តីឮក៏ឮនិយាយបានក៏និយាយបានក៏ប៉ុន្តែរឿងការអត់ធន់អត់ធ្មត់ដោយអំណត់នៅក្នុងចិត្តសន្តានគឺជារឿងក្រមិនងាយធ្វើបានទេសំខាន់មកពីក្នុងโลกនេះវាមានរឿងពីរដែលត្រូវកាត់ឡើងគឺអារម្មណ៍ដែលជាអត្ថារម្មណ៍ជាទីពេញចិត្តនិងអារម្មណ៍ដែលជាអតីតារម្មណ៍មិនជាទីពេញចិត្តនៅពេលអត្ថារម្មណ៍កាត់ឡើងគឺអារម្មណ៍ជាទីពេញចិត្តកើតឡើងចំពោះយើងពេញចិត្តយើងរីករាយសាទរទទួលយកក៏ប៉ុន្តែនៅពេលអារម្មណ៍មិនជាទីពេញចិត្តគឺអនិច្ចារម្មណ៍កើតឡើងចំពោះមុខយើងបន្ទុះសារាយមិនព្រមអត់ធ្មត់មិនទទួលយកអានេះគឺជារឿងដែលយើងត្រូវហ្វឹកហាត់ទាំងអស់គ្នាព្រោះយើងមិនអាចបង្គាប់បញ្ជាឲ្យធម្មជាតិក្នុងโลกនេះមានតែផ្នែកល្អចូលមកក្នុងដំណើរជីវិតយើងទេវាមានទាំងផ្នែកអាក្រក់ផងដែរដែលត្រូវចូលមកក្នុងដំណើរជីវិតរបស់យើងអញ្ចឹងរឿងសំខាន់គឺយើងហ្វឹកហាត់ព្រមទទួលយកការពិតក្នុងធម្មជាតិទាំងពីរប្រការនេះចំណែកឯសោរចៈគឺការស្ងប់ស្ងៀមការស្ងប់ស្ងៀមនេះក៏ផ្សារភ្ជាប់ជាមួយនឹងការប្រព្រឹត្តបដិបត្តិរបស់យើងដែរយើងងាយនិយាយយើងងាយក្នុងការទទួលឮក៏ប៉ុន្តែយើងប្រព្រឹត្តមិនបានយើងអនុវត្តមិនបាននៅពេលដែលរឿងល្អកើតឡើងចំពោះយើងញញឹមញញែមរីករាយទទួលយកដោយប្រពៃអាចស្ថិតនៅក្នុងភាពស្ងប់ស្ងៀមល្អបានក៏ប៉ុន្តែនៅពេលដែលរឿងមិនជាទីគាប់ចិត្តកើតឡើងចំពោះយើងមិនព្រមស្ងប់ស្ងៀមត្រឹមប៉ុណ្ណឹងក្នុងការទទួលយកនៅរឿងដែលមិនជាទីពេញចិត្តនោះត្រឹមប៉ុណ្ណឹងនោះទេមានការប្រទុះសារាយមានការតវ៉ាតតាំងប្រឆាំងតទល់ទាមទារនៅអ្វីឲ្យស្របនឹងក្តីបំណងក្នុងចិត្តរបស់យើងនេះគឺជារឿងដែលយើងត្រូវធ្វើការសិក្សាស្វែងយល់ហើយហ្វឹកហាត់ទាំងអស់គ្នាយើងច្រូតកាត់សេចក្តីចូលទៅដល់ថាប្រសិនបើសមាជិកនៃគ្រួសាររបស់យើង
មាននៅសេចក្តីអត់ធន់និងសភាពស្ងប់ស្ងៀមវិញតើគ្រួសាររបស់យើងមាននៅសុភមង្គលប៉ុណ្ណាដែរចុះប្រសិនបើក្នុងគ្រួសារយើងមានសមាជិកដែលមិនចេះមានការអត់ធ្មត់មិនចេះស្ងប់ស្ងៀមទទួលយកនៅហេតុផលដ៏ល្អតាមពិតដែលជីវិតនេះត្រូវតែជួបជាមួយរឿងជាទីពេញចិត្តនិងមិនជាទីពេញចិត្តហើយប្រទុះស្រាយនៅពេលណាបញ្ហាឬរឿងរ៉ាវមិនសមមិនគប់ចិត្តកើតឡើងគ្រួសារពិតជាមិនងាយមានសុភមង្គលល្អជាទេពង្រីកសេចក្តីត្រង់ដែលថាចុះបើនៅក្នុងនិគមរបស់យើងសុទ្ធតែជាមនុស្សដែលមិនចេះអត់ធ្មត់មិនចេះស្ងប់ស្ងៀមខុសដៃយកដៃខុសជើងយកជើងតើនិគមរបស់យើងភូមិស្រុករបស់យើងបានទទួលនៅសេចក្តីសុខចម្រើនទេហើយប្រសិនបើក្នុងលោកនេះទាំងមូលគ្មានបុគ្គលណាចេះអត់ធន់គ្មានបុគ្គលណាចេះនៅស្ងប់ស្ងៀមមានតែការប្រទុះស្រាយមិនព្រមបញ្ចប់បញ្ហាចេះតែបន្តបង្ករោគកលឲ្យទៅជារឿងហេតុផ្សេងជាបន្តបន្ទាប់តើលោកនេះនឹងមានភាពវឹកវរប៉ុណ្ណានឹងមានភាពចលាចលយ៉ាងណាទៅត្រឡប់មកវិញប្រសិនបើក្នុងលោកនេះមនុស្សសុទ្ធតែតាំងនៅក្នុងខន្តីគឺសេចក្តីអត់ធន់សោរចៈគឺសេចក្តីស្ងប់ស្ងៀមមានការលឹះលុះខ្វះខាតខ្លះជាធម្មតានៃជីវិតដែលគ្មាននរណាគេចផុតពីកំហុសនោះឡើយគ្រាន់តែខុសតិចឬខុសច្រើនតែប៉ុណ្ណោះហើយក៏មានការលើកលែងអត់ឱនអធ្យាស្រ័យតាំងនៅក្នុងសភាពស្ងប់ស្ងៀមព្រមទទួលយកការពិតហើយសម្របសម្រួលបញ្ហាមិនឲ្យបង្កទៅជាការវិវាទឆ្លោះទាស់ទែងឬបង្កការខ្វែងគំនិតគ្នាកាន់ធ្ងន់ឡើងនោះទេតើក្នុងលោកនេះនឹងទទួលនៅសេចក្តីសុខត្រជាក់ត្រជុំសន្តិភាពក្សេមក្សានមនោរម្យពនរីបណ្ណាសភាពវឹកវរចលាចលវិនាសកម្មនិងការបំផ្លិចបំផ្លាញការឈឺចាប់ខ្លោចផ្សានឹងមានមកពីណាបានលោកនេះទាំងមូលនឹងពិតជាស្ថិតនៅក្នុងសភាពល្អបំព្រងស្រស់ស្រាយគួរជាទីមនោរម្យរីករាយជាជាមិនខានដោយសេចក្តីប៉ុណ្ណេះសូមអនុមោទនា